ខ្ញុំជាកសិករឥឡូវនេះគាត់កំពុងតែដាក់ជីបាទដាក់ជីតកូនខែវស្សាដល់ហើយដាក់ជីតកូនមានប៉ុណ្ណឹងរងដាក់ទៅគាត់ទៅធំវាកំតិចបានហូបហើយដាក់ជីធម្មជាតិនឹងអាចគោបាទមានប៉ុណ្ណឹងនេះហ្នឹងអីទេដាំកំដរផ្ទះនេះឡែននងអូអានេះតឡាចហើយននងបេះអស់ហើយអូសង្ស័យងាប់នេះននងបេះផ្លែអស់ហើយនៅតឡាចដើមតូចផ្លែតូចនេះបងប្អូននេះត្រប់អីគេហ្នឹងគេហៅត្រប់អីគេត្រប់ពុតញើងណានេះនេះបន្លែគាត់ដាំយូរហើយដាក់ជីថែមអានេះស្អីគេហៅជីងវងជីនាងវងជីងវងកំពុងដាក់ជីតំណែតំណាំតិចតួចឯផ្ទះដីថោដែរទំនេរច្រើនណាស់ប៉ុន្តែសិតដីអត់បានគឺអាហ្នឹងតើដីលើបាទទីជីកដីបៀមកដីអត់ដាំកើតទេនេះដោយសារធ្វើដីយើងដាក់ដីថ្មីទៅបានដាំកើតនេះស្លឹកអានេះក៏ហូបសិតទីដាំខ្លួនឯងបាទប្រឡោកភ្លៀងមកលិចលួយអស់លេងណាប្រទីអស់នេះគឺដោះខ្លួនឯងទេវាដោះខ្លួនវាអាទីដាំមកលួយអស់ហើយកើតទេហ្នឹងមិនដើរជុំវិញផ្ទះទេកុំទេម្ដងដើមទៅទឹកសក្រីច្រើនជាងគេសក្រីហ្នឹងរងាប់អស់ម្ដងហើយប៉ុន្តែដល់ធ្លាក់ទឹកមកចាប់ដើមរស់វិញនេះគឺសត្វបន្លែផ្កាគ្រឿងហូបចុកទាំងអស់បាទបន្លែឈើបាទទៅវិញបងប្អូនវាស្រែវាស្រូវព្រះអាទិត្យរៀបលិចអស់ស្ដងកត់អូនៅទៅឃើញព្រះអាទិត្យនេះរៀបលិចបងប្អូនបាទនៅចាំងទៅលើបាទសូមអរគុណបងប្អូន